ជំរាបសួរបងប្អូនទាំងអស់គ្នាប្រធានបទសម្រាប់ថ្ងៃនេះមានចំណងជើងថាទំពាំងស្នងឫស្សីតើអ្វីទៅជាទ្រព្យសម្បត្តិដ៏ពិតប្រាកដដែលឪពុកម្ដាយគូទុកឲ្យកូនចៅមនុស្សភាគច្រើនអាចនឹងគិតដល់មានប្រាក់ឬដីធ្លីប៉ុន្តែថ្ងៃនេះយើងនឹងមកពិភាក្សាអំពីអត្ថន័យនៃសុភាសិតទំពាំងស្នងឫស្សីតាមរយៈរឿងរ៉ាវជីវិតពិតរបស់លោក Stanley តាំងពីតូចលោក Stanley ត្រូវបានម្ដាយបណ្ដុះបណ្ដាលយ៉ាងម៉ត់ចត់អំពីទម្លាប់នៃការថ្វាយដង្វាយឬការចែករំលែកដោយក្តីអំណរម្ដាយក៏តែរំលឹកថាកូនប្រុសទ្រព្យសម្បត្តិទាំងឡាយដែលយើងមានសុទ្ធតែជាព្រះគុណពីព្រះជាម្ចាស់ដូច្នេះចូលកូនញែកមួយភាគក្នុងចំណោម10ចេញដើម្បីថ្វាយត្រឡប់ទៅវិញដោយចិត្តជ្រះថ្លាបំផុតប៉ុន្តែនៅពេលដែលពេលវេលាកន្លងផុតទៅហើយ Stanley ទទួលបានជោគជ័យក្នុងចំនួនយ៉ាងខ្លាំងលុយកាក់ហូរចូលដូចទឹកចិត្តកំណាញ់ក៏ចាប់ផ្ដើមលូនចូលមកក្នុងបេះដូងគាត់ចាប់ផ្ដើមរៀនរែកនិងស្ដាយស្រណោះនៅទឹកប្រាក់ដែលត្រូវបរិច្ចាគទោះជាយ៉ាងណាក៏ដោយដោយសារគ្រឹះនៃពាក្យប្រដៅរបស់ម្ដាយគាត់រឹងមាំពេកវាក៏បានដាស់តឿនស្មារតីគាត់ឲ្យដឹងខ្លួនឡើងវិញគាត់សម្រេចចិត្តយកឈ្នះចិត្តកំណាញ់ហើយត្រឡប់មកធ្វើជាអ្នកផ្ដល់ឲ្យដ៏អស្ចារ្យជាលទ្ធផលជីវិតរបស់គាត់កាន់តែរីកចម្រើននិងទទួលបានព្រះពរលើសដើមតាមរយៈរឿងរ៉ាវខាងលើបានបង្ហាញយើងថាសុភាសិតទំពាំងស្នងឫស្សីមិនមែនសំដៅតែលើការបន្តវេនគ្នាប៉ុណ្ណោះទេប៉ុន្តែវាបង្ហាញពីសក្តានុពលនៃការលូតលាស់ទំពាំងត្រូវការដីមានជាតិជូរនិងទឹកគ្រប់គ្រាន់ដើម្បីដុះជាឫស្សីមាំមួនមនុស្សត្រូវការចំណេះដឹងនិងការណែនាំដើម្បីឈានទៅដល់ចំណុចកំពូលនៃជីវិតលើសពីនេះទៅទៀតដោយដែលមានចែងក្នុងព្រះគម្ពីរសុភាសិតចំពុក4ខ1ថាកូនរាល់គ្នាអើយចូលស្ដាប់ពាក្យប្រដៅរបស់ឪពុកហើយផ្ទៀងទៅជាស្ដាប់ដើម្បីឲ្យបានយល់សេចក្តីចោះដើម្បីឲ្យកាន់តែច្បាស់អំពីតម្លៃនៃប្រាជ្ញាសូមពិចារណានៅរឿងនិទានអំពីមហាសេដ្ឋីម្នាក់មុនពេលលោកលាចាក់លោកគាត់មិនបានសង្កត់ធ្ងន់លើចំនួនមាសប្រាក់ទេប៉ុន្តែគាត់បានទុកនៅពាក្យបណ្ដាំប្រស្នាដ៏ជ្រាលជ្រៅចំនួន3ឃ្លាគឺធ្វើផ្ទះឲ្យមានដំបូលជុំចិត្តដើរទៅណាកុំឲ្យត្រូវកំណៅថ្ងៃបរិភោគអាហារដែលឆ្ងាញ់ជានិច្ចដែលប្រស្នាដែលថាធ្វើផ្ទះឲ្យមានដំបូលជុំចិត្តមានន័យថាចូលរស់នៅដោយភាពសុចរិតមានសិលធម៌ការពារខ្លួនមិនឲ្យរឿងអាស្រូវបៀតបៀនបានហើយឃ្លាដែលថាដើរទៅណាកុំឲ្យត្រូវកំណៅថ្ងៃនោះគឺត្រូវចេះរៀបចំផែនការធ្វើការឲ្យទាន់ពេលវេលាចំណែកឯឃ្លាដែលថាបរិភោគអាហារដែលឆ្ងាញ់ជានិច្ចគឺគាត់ចង់មានន័យថាបរិភោគតែពេលឃ្លានពិតប្រាកដឬបរិភោគអាហារដែលបានមកពីកម្លាំងញើសឈាមខ្លួនឯងជាលទ្ធផលកូនប្រុសរបស់គាត់បានយកប្រាជ្ញានេះមកអនុវត្តទើបធ្វើឲ្យទ្រព្យសម្បត្តិដែលឪពុកទុកឲ្យកាន់តែរីកសុះសាយនិងមានសេចក្តីសុខសរុបមកចំណេះវិជ្ជាជាទ្រព្យចំនឹងខ្លួនប្រសើរជាមាសប្រាក់ដែលនៅក្រៅខ្លួនទ្រព្យសម្បត្តិអាចនឹងរលាយបាត់ទៅតាមពេលវេលាប៉ុន្តែគ្រឹះនៃពាក្យប្រដៅនិងប្រាជ្ញានឹងស្ថិតនៅជាប់ជាមួយនឹងកូនចៅយើងជារៀងរហូតហេតុដូច្នេះហើយប្រសិនបើចង់ឲ្យទំពាំងលូតលាស់ល្អដាស់ឫស្សីជាឪពុកម្ដាយត្រូវតែរឹងមាំនិងធ្វើជាគំរូជាមុនសិនសកម្មភាពរបស់អ្នកមានតម្លៃជាងពាក្យសម្ដីរាប់ពាន់ម៉ាត់សំណួរត្រូវរីពិចារណាក្នុងចំណោមពាក្យប្រដៅរបស់ចាស់ទុំតើមានចំណុចណាមួយដែលបងប្អូនធ្លាប់មានអារម្មណ៍ថាពិបាកធ្វើដោយ Stanley ប៉ុន្តែនៅពេលជំនះចិត្តខ្លួនឯងបានបែរជាផ្ដល់ផលល្អដ៏អស្ចារ្យសម្រាប់ជីវិតដែរឬទេសូមអរគុណសូមព្រះប្រទានពរ